ជម្រាបសួរបងប្អូននេះគឺជាវីដេអូសម្រាប់ធ្វើការចែករំលែកបងប្អូនដែលមានបំណងចង់ធ្វើការចាក់សោ profile Facebook អញ្ចឹងដើម្បីយើងធ្វើការចាក់សោ profile Facebook បានកុំឲ្យមាននរណាម្នាក់អាចលួចឆែកព័ត៌មានឬក៏ចូលទៅមើល profile យើងណាអាចមើលវីដេអូនេះបានជាដំបូងបងប្អូនគ្រាន់តែធ្វើការចូលជាមួយនឹង Facebook ហើយយើងចុចកន្លែងសញ្ញាត្រី3ហ្នឹងមកបន្តមកទៀតបងប្អូនត្រូវចុចកន្លែងខាងក្រោមហ្នឹងដែលគេដាក់ថា setting and privacy រួចយើងគ្រាន់តែធ្វើការចុចទៅលើពាក្យថា setting ហើយបន្តមកទៀតបងប្អូនអាចធ្វើការ scroll ចុះមកក្រោមបន្តិចមកបាទហើយស្វែងរកពាក្យថា profile locking បាទអញ្ចឹងយើងចុចអាកន្លែងសញ្ញា profile locking ហ្នឹងមកបាទហើយគ្រាន់តែធ្វើការចុចទៅលើ lock your profile បន្តមកទៀតបងប្អូនអាចរងចាំបន្តិចបាទវានឹងលោតសញ្ញាបែបនេះហើយគ្រាន់តែធ្វើការចុចពាក្យថា OK អញ្ចឹង profile Facebook របស់យើងហ្នឹងគឺយើងអាចធ្វើការ lock បានហើយអត្ថប្រយោជន៍ក្នុងការ lock profile Facebook ទី1គឺយើងអាចរក្សាភាព private លក្ខណៈផ្ទាល់ខ្លួនរបស់យើងអញ្ចឹងណាអញ្ចឹងអ្នកដទៃក៏អត់អាចឆែកព័ត៌មានរបស់យើងបានទេសម្រាប់អ្នកផ្សេងថ្មីអីចឹងទៅបាទអញ្ចឹងយើងនឹងចូលទៅមើលលទ្ធផលបាទខ្ញុំចូល Facebook ម្ដងទៀតហើយបន្តមកទៀតត្រង់ចំណុចនេះខ្ញុំនឹងធ្វើការចុចទៅលើពាក្យថា profile ដើម្បីទៅឆែកមើលតែយើងអាចធ្វើការ lock profile យើងបានរួចរាល់នៅបាទអញ្ចឹងយើងចុចឈ្មោះយើងមកបាទនេះត្រង់ចំណុចខាងក្រោមនេះគឺយើងបានធ្វើការ lock រួចរាល់ហើយវីដេអូក្នុងការចែករំលែកក៏មានត្រឹមតែប៉ុណ្្នឹងទេសម្រាប់ចែករំលែកទៅដល់បងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយអរគុណច្រើនជម្រាបលា